បានដែលគេមកណាគេចង្កាក់យើងធ្វើប្រធានរកតម្លៃការដែលរកតម្លៃ K ដែលនាំឲ្យសម័យការ 4 អេក្រេដល់2 KX បូក K បូក3ស្មើ0មានឬដប់រួចរកឬដប់នោះអញ្ចឹងគេឲ្យយើងរកតម្លៃ K ហើយគេឲ្យសម័យការយើង4 K ក្រេដល់2 KX បូក K បូក3ស្មើ0ចឹងយើងរក data រូបមន្តវាស្មើ B ក្រេដល់4 AC B ក្រេយើងគឺ B យើងគឺដក 2K ចឹងលើកជាក្រេហើយដក4នៅដដែលហើយដល់មក A យើងគឺ4ហើយ K យើងគឺ K បូក3អានេះដក 2K លើកជាក្រេស្មើ 4K ក្រេអានេះសញ្ញាដកលើកជាក្រេស្មើពីក្នុងមុខចោតជាមួយនឹងអានេះដែរទៅដកក្រេស្មើបូក K ដល់ពេល2ក្រេស្មើ 4K ក្រេ K ក្រេដែរដក4មុននឹង16ហើយយើងគុណនឹងចូលនឹង2មក16គុណ K 16K ហើយយើងគុណសញ្ញាដកហោអានេះដក16គុណនឹងបូក3បានដក48ចឹងនេះយើងរកតម្លៃ K ឃើញច្រឡំដើម្បីឲ្យសម័យការមានឬដប់ឬណាតែដូចនេះចឹងដើម្បីឲ្យសម័យការមានឬដប់គឺណាតែដែលតែស្មើទៅសម័យការមានឬដប់ចឹងយើងទាញមកបានតម្លៃដែលយើងរកឃើញ data ហ្នឹងគឺស្មើ0បន្ទាប់មកយើងចាប់4ចេញបន្ទាប់មកយើងធ្វើតាមប្រមាណវិធីយើងធ្វើតាមខ្វែងឲ្យកតានីមួយៗស្មើ0ព្រោះវាជាសញ្ញាគុណអានេះ K ដក6ស្មើ0 K បូក2ស្មើ0អញ្ចឹងយើងបក16ទៅ K ស្មើ6ដោយសារនេះសញ្ញាដកនឹងឆ្លងសញ្ញាស្មើទៅបូក4បូក6 K បូក2ស្មើ0អញ្ចឹងយើងបកបូក2នេះទៅឆ្លងសញ្ញាថាបាន12ដល់មកគេឲ្យកណនាឬនោះអញ្ចឹងមុនយើង data ស្មើ0 x1 ស្មើ x2 ស្មើដល់ b លើ 2a អញ្ចឹងសញ្ញាដល់យើងទៅបណ្ដាលហើយដល់មក b របស់យើងគឺដក 2k ហើយគុណមុន2លើ2ដដែលហើយ a របស់យើងគឺ4អញ្ចឹងយើងគុណទៅបានអានេះដកគុណដកបានបូកហើយយើងអត់ទេទេពួកវាបូកពីណាគេអត់ទេទេ 2k ដដែលហើយបន្តមក4គុណនឹង2បាន8ដល់មកយើងយកអាចម្លើយ K ដែលយើងរកឃើញហ្នឹងទៅចំនួនម្ដងមួយចំពោះ K ស្មើ6នោះ x 1ស្មើ2គុណនឹង6ព្រោះនេះកន្លែងហ្នឹង K ហ្នឹងគឺចំនួនឲ្យលេខ6ព្រោះហ្នឹងចំពោះ6ហើយលើ8ស្មើ2លើ8យើងសម្រួលបាន4បាន3លើ2ចំពោះ K ស្មើ12នោះ x 2ស្មើ2គុណនឹង12ដោយសារយើងចំពោះ12អញ្ចឹងលើនេះ8បានដល់4លើ8ហើយយើងអាចសម្រួលនឹង4បានស្មើដល់4លើ2ចាអរគុណច្រើន